ទេវតាអើយព្រួយមកពីចំហៀងលោកទីប្រសាព្រួយបានជាប់មនុស្សចម្បាំងស្អីស្កាឥឡូវនេះពួកគេលែងបាញ់ហើយបែរក្បាលទូកទៅភូមិទឹករបស់ឆាវឆាវប្រាប់ផ្ទៃម្ខាងទៀតដើម្បីទទួលព្រួយរបស់ឆាវឆាវទទួលបញ្ជាត្រឡប់ក្បាលទូអូលឺឡាត្រឡប់ក្បាលទូត្រឡប់ក្បាលទូលឺឡាទូត្រឡប់ក្បាលទូហើយđâyអ្នកប្រមូលចងចោលលឺបាទបោះពួកយើងឆាប់ជួយគ្នាណាលឺឡាខាងនេះđâyពួកឯងឆាប់ជួយទៅលឺឡាបាទលឺឡាពួកយើងខ្ញុំដែរយកជើងបន្តិចទៅខ្ញុំដែរយកជើងបោះលឺឡាសូមរាយការណ៍លោកទីប្រឹក្សាទូនីមួយប្រមូលបានជាង 5000 ដើមទូ20មិនតិចជាង 100000 ដើមទេទៅវិញទៅបាទលឺឡាជជូនដល់ទេទៅឆាប់ឡើងចេះជីងព្រួយ 100000 ដើមយកទៅប្រគល់ជូនក្នុងហើយនៅសល់ពី 30000 ដើមទៀតទុកខាងខ្ញុំថែមជូនគាត់ខ្ញុំដែរយកជើងបន្តិចទៅខំមីងហេតុអីលោកដឹងថាថ្ងៃនេះធ្លាក់អាប់ខ្លាំងក្នុងឋានៈជាមេតបបើសិនជាមិនយល់ពីតារាសាស្ត្រមិនយល់ពីភូមិសាស្ត្រជាពិសេសគឺមិនចេះរឿងពេលគេហៅកម្មមេតបបាទលោកមេតប3ថ្ងៃមុនខ្ញុំដឹងហើយថាថ្ងៃនេះគឺទៅធ្លាក់ហើយដូច្នេះហើយបានជាខ្ញុំហ៊ានសន្យាជាមួយកងជីងលឺឡើងដាក់ពេញទៅលឺឡើងពេញហាច់ចេញដំណើរខុងមីងអើយខុងមីងពិតជាមនុស្សទេពមែនសូមគោរពសូមសរសើរចេះជីងមិនចាំបាច់គួរសមទេខ្ញុំមិនហ៊ានទទួលទេសូមរាយការណ៍លោកពីក្រុមព្រួយរៀបចំរួចអស់ហើយល្អចេញដំណើរទៅបាទពេលស្គរបន្លឺឡើងពេលធ្លាក់អាប់ខ្ញុំបានទេដឹងខ្លះទៅហើយខុងមីងប្រើទូចម្បាំងខ្ចីព្រួញតាមមែនទេត្រូវហើយខុងមីងប្រកែកទាយមែនខ្ញុំមិនស្មើនឹងគេទេកងជីងគឺលោកជាអ្នកបង្ខំគេដល់ម្លឹងទៅគេត្រូវតែផ្សងគ្រោះថ្នាក់នេះលោកគិតមើលទៅបើសិនជាថ្ងៃនេះអត់មានធ្លាក់អាប់ទេបើសិនជាតបឆាវចេញមកវាយប្រហារតើគេមិនត្រូវស្លាប់គ្មានដីកប់ទេកងជីងខ្ញុំសង្ឃឹមថាលោកទាំងពីរអាចរួមចិត្តមួយថ្លើមមួយកំចាត់ឆាវកុំប្រជែងយកឈ្នះគ្នាទៀតអីជឿខ្ញុំចុះខ្ញុំគួរតែអរគុណខុងមីងដល់ផ្ទាល់ហើយលោកប្រាមនុស្សចម្បាំងខ្ចីព្រួញជាកម្ពូលគំនិតក្នុងប្រវត្តិសាស្ត្រជើអ៊ីសុំសសានេះគឺជាចំណេះវិជ្ជាតូចតាចលោកមិនតបមិនចាំបាច់អរគុណទេសូមអញ្ជើញពួកឯងចាក់តាជួយលោកមិនតបបាទខំមីងការប្រយុទ្ធលើកនេះសំខាន់បំផុតគឺប្រយុទ្ធទៅលើផ្ទៃទឹកតើមែនទេត្រូវហើយខ្ញុំស្ទាបតុងកងទ័ពជើងទឹកឆាវច្រើនលើកហើយគេមានភាពម៉ឺងម៉ាត់ណាមិនអាចប្រហែសបានទេអ្វីត្បិតតែកងទ័ពជើងតុងខ្លាំងមែនប៉ុន្តែបរិមាណគឺមិនស្មើនឹងពាក់កណ្ដាលទូកប្រយុទ្ធឆាវទេទំហំទូកក៏មិនស្មើគ្នាដែរតើយើងគូប្រើស្នៀតតិចឈ្នះគ្នាច្រើនទេឆាវយ៉ាងម៉េចសូមលោកជួយណែនាំផងចុះលោកមិនតបដាក់ខ្លួនពេកហើយខ្ញុំគឺជាមនុស្សសាមញ្ញមិននឹងហ៊ានណែនាំលោកមិនតបទៅយប់មិញខ្ញុំរិះគិតយូរខ្លាំងណាស់
ទីបំផុតនៅឃើញមធ្យោបាយបំបីស្ត្រីមួយមិនដឹងថាគឺអាចទៅរួចឬអត់ជួនគ្នាមែនព្រឹកនេះពេលដែលខ្ញុំក្រោកឡើងខ្ញុំក៏នឹកឃើញល្បិចមួយល្បិចរបស់ខ្ញុំប្រហែលជាយឺតយ៉ាវជាងល្បិចរបស់លោកមេតបពី3ពេលតើលោកនឹកឃើញល្បិចស្អីទៅតើលោកមេតបនឹកឃើញពីល្បិចអ្វីដែរហើយចុះយើងមិនបាច់និយាយទេយើងសរសេរលើបាតដៃចាំមើលតើដូចគ្នាទេបាទពួកឯងយកជូននឹងទឹកខ្មៅមកបាទពិតជាកំណត់ដូចគ្នាមែនលោកមេតបធំបងប្រុសរបស់ឆៃម៉ៅទាំងពីរនាក់បានមកសុំចុះចូលជាមួយនឹងលោកមេតបល្អខ្ញុំទៅមើលសិនខំមីចំពោះល្បិចបបែកសត្រូវកុំធ្វើឲ្យបែកកាយសោះខ្ញុំលាសិនហើយទទួលបញ្ជាសូមជិះលោកមេតប